មានបងប្អូនណាខ្លះដូចខ្ញុំដែរអត់មកនៅជប៉ុនយូរហើយប្របាអំផុតគឺរកទិញត្រាវផុសចាបានន័យថាត្រាវជប៉ុនហ្នឹងគឺពេលយើងញ៉ាំទៅគឺភាគច្រើនវាល្អចាយកធ្វើបង្អែមក៏ពិបាកឬក៏ស្ងោរញ៉ាំលេងក៏ពិបាកថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនត្រាវជប៉ុនដែលផុសចាបងប្អូនឥឡូវមុននឹងនិយាយរឿងត្រាវផុសខ្ញុំមកនិយាយអំពីបន្លែដែលខ្ញុំទិញនៅផ្សារកសិករនេះអានេះគេហៅថាឆៃថាវមូលណាយើងហៅឆៃថាវមូលអញ្ចឹងបងប្អូនថ្លៃចានេះរបៀបថាគេដាំទៅវាណែនពេករងវាណែនរងពេកគេដកចេញខ្លះមកកញ្ចប់ហ្នឹងតាម100 យេនទេបងប្អូនចា100 យេហ្នឹងគឺវារង្វង់2000 រៀលលុយខ្មែរហ្នឹងពី3000 រៀលលុយខ្មែរហើយខ្ញុំមកបង្ហាញត្រាវចាបងប្អូននេះត្រាវឲ្យតែខ្ញុំឃើញត្រាវធំអញ្ចឹងបងប្អូននៅជប៉ុនកុំភ្លេចចាទិញយកចោះមិនខុសចិត្តទេចាត្រាវដែលធំរបៀបនេះគេហៅត្រាវផុសត្រាវហ្នឹងបងប្អូនយកទៅបំពងឆឹងស្ករក៏បានយកទៅធ្វើស៊ុបក៏បានបងប្អូនយកទៅស្ងោរហើយយកទៅធ្វើបង្អែមក៏បានចាឬក៏បងប្អូនយកឆាក៏បានសេចចិត្តត្រាវនេះជនជាតិជប៉ុនណាគេភាគច្រើនញ៉ាំនៅថ្ងៃបុណ្យចូលឆ្នាំជប៉ុនហើយសម្រាប់ផុតពីរដូវចូលឆ្នាំហ្នឹងគឺភាគច្រើនគេអត់ទិញហ្មងជនជាតិជប៉ុនចូលចិត្តញ៉ាំអាត្រាវទីទូចាប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនអាតូចល្អល្បាធំនេះខ្ញុំកាប់ឲ្យបងប្អូនវាមានតសៃវាដូចត្រាវខ្មែរយើងស្តៀងវាមិនដូច 100% វាស្តៀងវាមានអុចវានៅក្នុងហ្នឹងណាបង្ហាញថាវាផុសបងប្អូនវាផុសចាបងប្អូនចិត្តសបកហើយបងប្អូនកាត់វាកាច្បាមូលហើយបងប្អូនយកទៅបំពងផុសឆ្ងាញ់ដូចដលងអញ្ចឹងបងប្អូនចឹងបងប្អូនដែលនៅជប៉ុនហើយគាត់ដូចថាគាត់ចូលចិត្តញ៉ាំត្រាវប៉ុន្តែពិបាកក្នុងការដើររកត្រាវណាដែលផុសហើយវាអត់សូវល្អបងប្អូនទិញត្រាវធំនេះគឺមិនខុសចិត្តទេខ្ញុំមកកាប់អាតូចឲ្យបងប្អូនមើលវិញបងប្អូនមុនបងប្អូនយកទៅបំពងឲ្យបងប្អូនស្រុះដាំទឹកស្រុះវាមកចោលមកទឹកសិនយកអាជាតិល្អហើយលាងអស់ចាំស្រស់ឥឡូវខ្ញុំកាប់អាត្រាវមូលដែលជនជាតិជប៉ុនគេនិយមញ៉ាំអាតូចចេះអាហ្នឹងគឺវាសស្គូហ្មងបងប្អូនអាអុចហ្នឹងវាមានតិចបំផុតអាហ្នឹងគឺមហាសានល្អបងប្អូនឃើញហ៎រៀងសើមនៅខាងក្នុងពេលខ្ញុំកាប់ទៅឃើញមានជាតិសំណើមហ៎ជាតិសើមហ្នឹងគឺជ័រល្អហ្មងជនជាតិជប៉ុនគេចូលចិត្តញ៉ាំត្រាវគេនឹងតែម្ដងតែយើងអត់សូវត្រូវទេព្រោះត្រាវស្រុកយើងវាផុសហើយតើផុសបានឆ្ងាញ់មកល្អថលយើងមិនចេះហូបណែឃើញទេវាស្ងួតឃើញទេអាធំហ្នឹងគូយើងគោះទៅស្ងួតហ្មង